ប្រទេសកម្ពុជាជាប្រទេសកសិកម្មដែលប្រជាពលរដ្ឋប្រមាណ 85% ជាកសិករវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទដោយប្រទេសកម្ពុជាជាប្រទេសដែលមានសក្តានុពលខាងផ្នែកវិស័យកសិកម្មដែលមានផ្ទៃដីធំអំណោយផលនៅក្នុងការដាំដំណាំគ្រប់ប្រភេទផងដែរយើងសង្កេតឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះមានបណ្ដាក្រុមហ៊ុនជាច្រើនដែលធ្វើការវិនិយោគទៅលើវិស័យកសិកម្មដោយឡែកនៅក្នុងនោះក្រុមហ៊ុនដែលធ្វើការវិនិយោគទៅលើដំណាំពោតក្រហមដែលកែច្នៃធ្វើជាចំណីសត្វសម្រាប់ពោតក្រហមនេះអាចកែច្នៃផលិតផលបាន1000មុខមិនត្រឹមតែសម្រាប់មនុស្សទេថែមទាំងសម្រាប់សត្វផងដែរក្រុមហ៊ុន HLH កសិកម្មកម្ពុជាជាក្រុមហ៊ុនរបស់សិង្ហបុរីដែលបានវិនិយោគលើដំណាំពោតក្រហម$40 លានលើផ្ទៃដី10000 ហិកតាក្នុងស្រុកឱរ៉ាល់និង450 ហិកតាក្នុងស្រុកអមលៀងខេត្តកំពង់ស្ពឺសូមបញ្ជាក់ថាដី10000 ហិកតានេះជាដីសម្បទាននិង450 ហិកតាជាដីកម្មសិទ្ធិឯកជនលោកចននីអុងប្រធានក្រុមហ៊ុន HLH កសិកម្មកម្ពុជាបានឲ្យដឹងផងដែរថាវិស័យនេះកំពុងតែមានភាពល្អប្រសើរឡើងដោយសារតែរដ្ឋាភិបាលកំពុងជំរុញឲ្យកសិករបង្កើនផលហើយលើកលែងការនាំចូលគ្រឿងម៉ាស៊ីនកសិកម្មCambodia ដោយសារតែដីកម្ពុជាយើងហ្នឹងគឺវាសម្បូរទៅដោយដែលថាដីខ្ពង់រាបដីជាដីខ្ពស់ហ្នឹងគឺយើងអាចដាំពោតបានតែយើងមិនអាចទៅប្រៀបធៀបទៅនឹងដីនៅផ្នែកខាងភាគខាងជើងបានទេអញ្ចឹងគាត់ជ្រើសរើសយកដីដែលមានដីទួលហ្នឹងសម្រាប់ធ្វើការដាំដុះ Actually we plant ourselves ជាការពិតគឺក្រុមហ៊ុននេះគឺមានការដាំដុះដោយខ្លួនឯងផងហើយនឹងការទិញពីប្រជាកសិករផងហើយយកមកធ្វើការកែច្នៃដោយឆ្លងកាត់ការម៉ាស៊ីនសម្ងួតនេះហើយយើងវេចខ្ចប់ដើម្បីនាំចេញទៅក្រៅនៅក្នុងអាស៊ីអាគ្នេយ៍យើងក្នុងអាស៊ានយើង the Asia country បច្ចុប្បន្ននេះក្រុមហ៊ុន HLH កសិកម្មកម្ពុជាបានបំពាក់ទៅដោយគ្រឿងចក្រទំនើបនៅក្នុងការកែច្នៃរោងចក្រកែច្នៃពោតក្រហមគឺមានម៉ាស៊ីនរែងសម្ងួតនិងវេចខ្ចប់ដែលក្នុងមួយថ្ងៃអាចសម្ងួតបាន300តោនសម្រាប់គ្រឿងចក្រម៉ាស៊ីនភ្ជួរម៉ាស៊ីនដាំម៉ាស៊ីនពូនគល់និងសម្អាតស្មៅនិងម៉ាស៊ីនច្រូតកាត់ដែលអាចផ្ទុកបាន8តោនក្រុមហ៊ុន HLH កសិកម្មកម្ពុជាមានរោងចក្រកែច្នៃពោតប៉ុន្តែមិនអាចកែច្នៃធ្វើជាចំណីសត្វនៅឡើយទេគឺកែច្នៃសម្រាប់លក់ឲ្យក្រុមហ៊ុននៅក្នុងស្រុកដែលអាចកែច្នៃធ្វើចំណីសត្វបានឥឡូវនេះប្រទេសកម្ពុជាមានរោងចក្រកែច្នៃចំណីសត្វចំនួន4ដែលត្រូវការពោតកែច្នៃជាចំណីសត្វហើយក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាត្រូវការពោតពី5000ទៅ20000តោនរៀងរាល់ខែក្រុមហ៊ុន HLH កសិកម្មកម្ពុជាជាក្រុមហ៊ុនទី1ដែលធ្វើការវិនិយោគដំណាំពោតនៅកម្ពុជាបច្ចុប្បន្ននេះក្រុមហ៊ុនអាចទិញពោតក្រហមពីកសិករបានត្រឹមតែ2ទៅ3តោនប៉ុណ្ណោះព្រោះកសិករភាគច្រើនលក់ផ្ទាល់ទៅឲ្យអតិថិជនក្នុងស្រុកសម្រាប់នាំចេញទៅកាន់ប្រទេសវៀតណាមនិងថៃ now mainly អញ្ចឹងបច្ចុប្បន្ននេះគឺក្រុមហ៊ុនធ្វើការនាំចេញទៅប្រទេសវៀតណាមហើយតៃវ៉ាន់ហើយនិងប្រទេសម៉ាឡេស៊ីបាទបច្ចុប្បន្នគឺមាន3ប្រទេស supply on these three countries now our this បច្ចុប្បន្នគឺម៉ាស៊ីនសម្ងួតពោតនេះគឺអាចផលិតបានពោតផលិតផលសម្រាប់ហ្នឹងគឺ300តោនក្នុងមួយថ្ងៃ
ហើយនៅខេត្តនោះខាងមុខនេះគឺនឹងមានគាត់នឹងចាប់ផ្ដើមសាងសង់រោងចក្រសម្ងួតនេះមួយទៀតនៅអរ៉ាល់នោះគឺក្នុងមួយថ្ងៃអាចផលិតបានរហូតដល់ទៅអត់ដែល600តោន another 600 tons per day ក្រុមហ៊ុន HLA កសិកម្មកម្ពុជាមិនត្រឹមតែលក់នៅទីផ្សារក្នុងស្រុកទេគឺបាននាំចេញទៅទីផ្សារក្រៅប្រទេសផងដែរគឺប្រទេសវៀតណាមម៉ាឡេស៊ីនិងចិនគោលដៅក្រុមហ៊ុននៅកម្ពុជាគឺត្រូវដាំពោតលើផ្ទៃដី 100,000 ហិកតាឲ្យបានរួចរាល់ដើម្បីផលិតពោតឲ្យបានជាង 1 លានតោនក្នុងមួយឆ្នាំក្រុមហ៊ុនកំពុងវិនិយោគលើឧស្សាហកម្មពោតពីព្រោះការវិនិយោគនេះអាចជួយប្រទេសកម្ពុជាតាមរយៈការតាក់ទាញក្រុមហ៊ុនកែច្នៃបន្ថែមទៀតមកវិនិយោគនៅទីនេះតែជំហានដំបូងក្រុមហ៊ុនមានផែនការវិនិយោគទឹកប្រាក់$400 លានបន្ថែមទៀតដើម្បីពង្រីកចំការពោតឲ្យបានដល់ 50,000 ហិកតាក្នុងរយៈពេលឆ្នាំខាងមុខហើយបន្ថែមពីនេះទៅទៀតក្រុមហ៊ុនព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងការធ្វើកសិកម្មដំណាំពោតនិងដំណាំកសិកម្មផ្សេងៗទៀតដើម្បីបង្កើនប្រាក់ចំណូលប្រចាំគ្រួសារផងដែរ